ngày ní admin mình này nói cho mọi người ca và chia tên tam app Lazada để chia app và chia tên bị thay cứ lúc ấy khăn mình tên xem đẹp cácประกาศกันnày bông bông còn tập shop cho mọi Facebook หรือก็ email tới cứ ai ประกาศบ้านnàyแล้วไปได้ประกาศให้យើងអាចចូលទៅ search អីបានដែលយើងចង់បញ្ជាទិញឬក៏មានជារូបភាពយកមក scan ក៏បានដែរវាទៅងាយស្រួលដូច app 淘宝អញ្ចឹងឧទាហរណ៍ថាឥឡូវ admin ចង់ទិញ color ថ្ពណ៌នេះអញ្ចឹងយើងគ្រាន់តែចុចទៅលើរូបអីបានដែលយើងចង់បញ្ជាទិញហ្នឹងទៅបន្ទាប់មកយើងអាចចុច add to cart ហើយយើងអាចជ្រើសរើសពណ៌ជាមួយនឹងចំនួនដែលយើងចង់បញ្ជាទិញហើយចុច add to cart ម្ដងទៀតគឺវានឹង load ចូលទៅក្នុងកញ្ត្រកហើយនៅពេលយើងចូលកន្លែងកញ្ត្រកគឺយើងអាច select តំណែងដែលយើងចង់បញ្ជាទិញនឹងបានពេលដែល select ហើយគឺយើងអាចចុចពាក្យ check out នៅខាងក្រោមហ្នឹងបន្ទាប់មកកន្លែង add shipping address គឺដាក់អាស័យដ្ឋានឃ្លាំងទទួលនៅថៃគឺសំខាន់ខ្លាំងបំផុតសម្រាប់អាស័យដ្ឋានបងអូនអាចឆាតតាក់ទងមក page ដើម្បីទទួលបានអាស័យដ្ឋានឃ្លាំងនៅថៃបានសម្រាប់ LD KA លេខប្រមាណនេះគឺសំខាន់ខ្លាំងបំផុតគឺភ្ញៀវមួយគឺមានលេខអតិថិជនផ្សេងគ្នាអញ្ចឹងសម្រាប់កន្លែងពេញអាស័យដ្ឋានបងប្អូនអាចមើលតាមលំនាំ admin copy ចូលបានកន្លែងលេខទូរស័ព្ទនេះ copy លេខទូរស័ព្ទដាក់ចូលមកហើយសម្រាប់ជួរទី3គឺយើងរើស city រើសស្រុករើសខេត្តរើសភូមិគេអីចឹងណាអញ្ចឹងយើងអាចអូសចុះមកក្រោមរើសសាកែវនេះបន្ទាប់មកយើងរើសយកពាក្យក្រោមគេនេះចាហើយបន្ទាប់មកគឺគេរើសលេខកូដតំបន់អញ្ចឹងយើងគ្រាន់ចុចលើហ្នឹងទៅបន្ទាប់មកយើងរើសមួយទៀតដែរ complex មើលតាម admin ណាបើសម្រាប់បងដែលគាត់អត់ចេះថៃគឺគាត់អាចមើលតាម admin ជ្រើសរើសបាននិយាយទៅគឺងាយស្រួលទេបើសិនជាបងប្អូនអត់សូវចេះទេសម្រាប់ព័ត៌មានអត់អាចតាក់ទងឆាតចូល page ដើម្បីខាងក្រុមការងារគេជួយពិនិត្យជូនអញ្ចឹងកន្លែង home ឬក៏ house នេះអ្នកទាំងអស់គ្នាគ្រាន់តែ copy ដោយ admin យកមកដាក់មកគឺអូខេហើយបន្ទាប់មកយើងអាច save ទុកអាស័យដ្ឋានហ្នឹងសម្រាប់ក្នុងការដឹងជូនបានអញ្ចឹងសម្រាប់ការបញ្ជាទិញគឺយើងតម្រូវភ្ជាប់ជាមួយនឹង Visa card ទើបយើងអាចបញ្ជាទិញបានកន្លែង standard នេះគឺរយៈពេលដឹងជូនពីខាងហាងទៅឃ្លាំងលក់ដែលយើងនៅថៃកន្លែងខាងក្រោមនេះគឺយើងត្រូវភ្ជាប់ជាមួយនឹង Visa card យើងសិនពេលដែលភ្ជាប់ហើយយើងអាចចុច place order ដើម្បីបញ្ជាទិញនៅក្នុងនោះគឺ shipping fee គឺគេគិតថ្លៃដឹងជូនពីខាងហាងទៅខាងឃ្លាំងលក់ដានៅថៃអញ្ចឹងពេលដែលយើងបញ្ជាទិញជោគជ័យគឺវានឹង load ចូលកន្លែង to ship នេះសម្រាប់រយៈពេលដឹងជូនរងចាំតែ2ថ្ងៃនឹងមកដល់ឃ្លាំងនៅខ្មែរយើងមក